នៅរឿងវណ្ណៈនិងគ្រួសារនៅក្នុងភូមិមួយមានសេដ្ឋីពីរគ្រួសារសេដ្ឋីទី1ឈ្មោះសឿនមានកូនប្រុសម្នាក់ឈ្មោះដាំសេដ្ឋីម្នាក់ទៀតឈ្មោះផែនមានប្រពន្ធឈ្មោះសួននិងកូនស្រីឈ្មោះបុប្ផាគ្រួសារលោកសេដ្ឋីទាំងពីរជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាហើយពួកគេបានសន្យាថាពេលកូនធំឡើងនឹងផ្សំផ្គុំឲ្យคล้ายជាប្តីប្រពន្ធនឹងគ្នា18ឆ្នាំក្រោយមកអកុសលផ្ទះលោកសេដ្ឋីសឿនបានត្រូវភ្លើងឆាបឆេះអស់ទ្រព្យសម្បត្តិចាប់តាំងពីពេលនោះមកគាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់មុននឹងស្លាប់គាត់បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដល់កូនប្រុសឈ្មោះដាំហើយផ្ដាំឲ្យដាំទៅរកលោកសេដ្ឋីផែនដែលជាមិត្តភក្តិរបស់គាត់ដាំពុកនិយាយប្រវត្តិរបស់ពុកឲ្យកូនដឹងកាលពីដើមឡើយពុកក៏ជាអ្នកមានដែរមានលុយប្រាក់កាសច្រើនគេគ្រប់គ្នាតែងតែហៅពុកថាសេដ្ឋីសឿនពុកចុះហេតុអីឥឡូវយើងធ្លាក់ខ្លួនក្រវិញអញ្ចឹងពុកមកពីបញ្ហាអីកូនសុំសួរពុកមួយតាំងពីកូនកើតមកដល់ធំមិនដែលឃើញមុខម៉ែសោះមិនអីទេកូនដាំចាំពុកនិយាយប្រាប់ការពិតដល់កូនពេលកូនចាប់កំណើតបាន3ថ្ងៃម្ដាយរបស់កូនធ្លាក់ខ្លួនឈឺរកគ្រូណាព្យាបាលក៏មិនបានដែរហើយក៏បានស្លាប់បាត់ទៅបាត់ពុកកូនយល់ហើយកូនបានស្ដាប់រឿងរបស់ម៉ែហើយកូនមានអារម្មណ៍ថាអាណិតម៉ែណាស់ពុកពុកក៏អាណិតម្ដាយកូនណាស់ដែរហើយពុកមិនដឹងថាពុកសាងអីខុសទេពេលកូនអាយុបាន2ឆ្នាំពុកក៏បាននាំកូនទៅលេងមិត្តភក្តិរបស់ពុកពេលត្រឡប់មកវិញជិតដល់ផ្ទះក៏មានអ្នកភូមិឃើញហើយប្រាប់ពុកថាផ្ទះត្រូវភ្លើងឆេះអស់គ្មានសល់អ្វីទេពុកឮហើយពុកបញ្ញាប់ទៅផ្ទះពេលទៅដល់ពុកស្ទើរតែគាំងបេះដូងព្រោះពុកខំរកប្រាក់កាសមកទាំងលំបាកហើយពុកតែងតែជួយអ្នកក្រហេតុអីទេវតាមិនជួយពុកសោះអញ្ចឹងហេតុអីក្រោយពីដាំបានស្ដាប់យល់គ្រប់ហេតុការណ៍គ្រប់យ៉ាងហើយលោកសឿនដែលជាឪពុករបស់ដាំក៏បានលាចាកលោកបាត់ទៅបន្សល់ទុកឲ្យដាំនៅភាពកំព្រាតែម្នាក់ឯងក្រោយពីដាំបានរៀបចំធ្វើបុណ្យសពឪពុកហើយដាំក៏បានធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះលោកសេដ្ឋីផែនពេលទៅដល់ស្រាប់តែដាំបានជួបនឹងក្រុមរបស់នាយដនស្រាប់តែណែពួកឯងអាម្នាក់នោះមកពីណាហើយវាជាអ្នករស់នៅក្នុងភូមិយើងដែរទេយើងដូចជាមិនដែលឃើញមុខវាសោះបាទលបងខ្ញុំរស់នៅក្នុងភូមិនេះយូរហើយដូចជាមិនដែលឃើញមុខវាសោះមិនដឹងថាវាមកពីណាទេលបងបាទលបងចាំខ្ញុំទៅសួរវាឲ្យណែអញ្ចឹងលបងចាំខ្ញុំនៅទីនេះសិនហើយលបងណែឈប់សិនវើយហើយឯងមកពីណាហ៊ានចូលមកក្នុងភូមិរបស់យើងហ៎ហើយឯងថ្លើមធំម្លេះឃើញលបងយើងហើយនៅមិនគោរពគាត់ដឹងថាគាត់ជានរណាទេខ្ញុំនៅក្រៅភូមិខ្ញុំមករកលោកសេដ្ឋីផែនដែលជាមិត្តរបស់ពុកខ្ញុំតើបងមានការអីដែរបើគ្មានការអីទេខ្ញុំសុំទៅហើយមិនអីទេចាំយើងប្រាប់លបងយើងឲ្យបដៅឯងម្ដងឲ្យវាស្គាល់អ្វីខ្ពស់អ្វីទាបក្រោយពីក្រុមរបស់នាយដនបាននិយាយគ្នាជាមួយនឹងដាំរួចហើយដំណើរទៅផ្ទះរៀងខ្លួនពេលដាំទៅដល់ផ្ទះលោកសេដ្ឋីផែនដាំបានឃើញបុប្ផាដែលជាកូនរបស់សេដ្ឋីផែនពេលនោះ
ដាំបាននិយាយម្នាក់ឯងថានារីម្នាក់នេះជាកូនស្រីនរណាគេមានសម្រស់ស្រស់ស្អាតដូចទេពធីតាចរិតកាយវិការទន់ភ្លន់សមសួនណាស់ហើយតើនរណាទៅដែលមានវាសនាបាននាងមកនៅក្បែរនោះណោះរត់ទៅសួរនាំនាងតិចសិនបងផឹមមើលផ្កានោះស្អាតខ្លាំងណាស់បងមិនដឹងថាក្លិនវាក្រអូបដែរទេមែនហើយអ្នកនាងតូចផ្កានោះណាពិតជាស្អាតមែនតែនៅចែងសម្រស់របស់អ្នកនាងខ្ញុំទេអូយកាត់មកឪពុកជាសេដ្ឋីហើយមានទាំងសម្រស់ស្រស់ស្អាតចរិតរឹកពៀននឹងក៏ល្អបើនាងភឹមខ្ញុំបានសម្រស់ពាក់កណ្ដាលអ្នកនាងណាមិនដឹងថាប្រុសដងស្នេហ៍ខ្ញុំអាម៉េចទេបងភឹមនិយាយអញ្ចឹងទេបងមនុស្សជាងកាត់មកម្នាក់សម្រស់មិនដូចគ្នាទេណាបងបងភឹមរបស់ខ្ញុំរាល់ថ្ងៃក៏ស្អាតដែរគ្រាន់តែគូមិនទាន់កើតដឹងអីទេអ្នកនាងមកថាឲ្យខ្ញុំខឹងហើយណាឈប់លេងហើយឈប់មើលអ្នកនាងហើយចាំមើលទៅកុំខឹងខ្ញុំអីបងផឹមនិយាយលេងតាបងផឹមរបស់ខ្ញុំពេលខឹងទៅស្អាតណាស់តាគួរឲ្យស្រឡាញ់ដែរតាអ្នកណាមកយកធ្វើជាប្រពន្ធណាចាំតលួងទៅអូយដឹងអីទេអ្នកនាងលួងខ្ញុំឬក៏ថាឲ្យនឹងអើយមិនអីទេខ្ញុំមើលអ្នកនាងតាំងពីតូចដល់ធំខ្ញុំដឹងចរិតអ្នកនាងខ្ញុំនិយាយលេងទេក្រោយពីភឹមនិងបុប្ផាកំពុងតែនិយាយគ្នាសើចលេងស្រាប់តែភឹមឃើញដាំដើរមកក្បែរបុប្ផាពេលនោះភឹមក៏បាននិយាយខ្លាំងទៅដាំថាណែហើយអញមកពីណាហ៊ានណាស់ហ៊ានចូលមកក្នុងផ្ទះលោកសេដ្ឋីហើយហ៊ានមកក្បែរអ្នកនាងយើងទៀតអាម៉េចហ៎ណែប្រយ័ត្នយើងហៅអ្នកយាមមកចាប់ណាអូហូបងស្រីកាចអីកាចយ៉ាងនេះខ្ញុំឈ្មោះដាំមកពីស្រុកឆ្ងាយមានភារកិច្ចមកទីនេះមកជួបលោកសេដ្ឋីផែនអាយ៉ាមកទីនេះមានភារកិច្ចជួបលោកសេដ្ឋីមែនទេមើលរូបសម្បត្តិមុខមាត់ស្អាតសមសួនដែរតាបើបានធ្វើជាប្តីណាមិនដឹងជានាងភឹមខ្ញុំនេះអើយល្អយ៉ាងណាទេបងផឹមមិនដឹងជាស្អីទេបងឯងនេះអ្នកកំឡោះនោះមកពីណាទៅណាបានជាមកដល់ផ្ទះរបស់យើងបងចាអ្នកនាងអ្នកកំឡោះនោះណាឈ្មោះដាំគេបានប្រាប់ថាខ្លួនគេមកទីនេះមានភារកិច្ចសំខាន់ដើម្បីមកជួបលោកសេដ្ឋីអូអ្នកកំឡោះនេះមានមុខមាត់ស្អាតនិងកាយវិការល្អណាស់សំតែជាកូនអ្នកមានឬក៏អ្នកមានអំណាចទេមិនគួរណាមានសម្លៀកបំពាក់អញ្ចឹងសោះមិនអីទេបងផឹមចូលបងនាំអ្នកកំឡោះម្នាក់នោះទៅក្នុងផ្ទះហើយប្រាប់ពួកខ្ញុំថាគេមករកលោកមកដើរមកតាមខ្ញុំមកហើយកុំមានដៃមានជើងឲ្យសោះណាប្រយ័ត្នគ្មានជីវិតត្រឡប់ទៅវិញពេលនិយាយគ្នារួចហើយដាំក៏បានធ្វើដំណើរទៅជាមួយភឹមដើម្បីទៅជួបលោកសេដ្ឋីពេលទៅដល់ដាំបាននិយាយរៀបរាប់គ្រប់រឿងរ៉ាវទាំងអស់ឲ្យលោកសេដ្ឋីស្ដាប់ពេលលោកសេដ្ឋីបានស្ដាប់ហើយនិយាយក្នុងចិត្តថាលោកសេដ្ឋីឮខ្ញុំហៅទេលោកសេដ្ឋីអូយក៏រឿងអីហ្នឹងបានជាហៅមិនឮសោះកំឡោះម្នាក់នេះមានមុខមាត់ស្អាតបាតដែរតែយើងមិនអាចលើកកូនរបស់យើងឲ្យវាទីព្រោះឥឡូវលបងសឿនបានស្លាប់បាត់ទៅហើយវាគ្មានសល់ទ្រព្យសម្បត្តិអីតិចតួចទេតែកុំឲ្យខុសនឹងការសន្យារកវិធីដោះស្រាយសិនអូយើងមិនបានគិតរឿងអីទេយើងគិតពីរឿងរ៉ាវរបស់បងសឿនដែលជាឪពុករបស់អ្នកកំឡោះនេះណែនាងភឹមបើអស់ការអីហើយឯងចេញទៅទុកឲ្យយើងនិយាយជាមួយអ្នកកំឡោះនេះទៅពីរនាក់បានហើយបាទលោកសេដ្ឋីតើមានការអីអាចសួរនាំខ្ញុំបានបើខ្ញុំអាចនិយាយប្រាប់បានខ្ញុំនឹងប្រាប់លោកសេដ្ឋីភ្លាមយើងមិនប្រកែកទេតែយើងមានលក្ខខណ្ឌ2ចំណុចបើសិនជាអ្នកកំឡោះអាចធ្វើបានយើងនឹងលើកកូនស្រីរបស់យើងឲ្យទៅធ្វើជាប្រពន្ធរបស់អ្នកកំឡោះតែបើអ្នកកំឡោះធ្វើមិនបានតាមលក្ខខណ្ឌ2នេះទេយើងក៏មិនលើកកូនឲ្យដែរហើយកុំនិយាយថាយើងក្បត់ពាក្យសន្យាឲ្យសោះទី1
ត្រូវខំធ្វើការតស៊ូទាំងយប់ទាំងថ្ងៃទី2ត្រូវទៅជួយបួរបស់របរជាមួយនឹងយើងហើយត្រូវថែរក្សាការពារកុំឲ្យខូចឬបែកបាក់ឲ្យសោះបាទលោកសេដ្ឋីខ្ញុំសន្យាបើសិនជាខ្ញុំធ្វើមិនបានទេខ្ញុំនឹងចាក់ចេញពីផ្ទះលោកសេដ្ឋីភ្លាមហើយក៏មិនខឹងនឹងលោកសេដ្ឋីដែរក្រោយពេលលោកសេដ្ឋីផែននិងដាំបាននិយាយគ្នារួចរាល់ក៏បានចែកផ្លូវគ្នារៀងខ្លួនចាប់តាំងពីពេលនោះមកដាំខំធ្វើការទាំងថ្ងៃទាំងយប់ដោយអ្វីដែលខ្លួនបានសន្យាជាមួយលោកសេដ្ឋីផែនបងដាំបងគួរតែសម្រាប់ខ្លះហើយខ្ញុំឃើញបងខំរែកទឹកទាំងយប់ទាំងថ្ងៃប្រយ័ត្នឈឺណាបងមែនហើយប្អូនដាំសម្រាប់ខ្លះទៅលោកសេដ្ឋីណាគាត់មិនចិត្តអាក្រក់ដល់ថ្នាក់សម្រាប់មិនបាននោះទេមកសម្រាប់សិនទៅអូមិនអីទេអូនបុផានិងបងភឹមខ្ញុំស៊ូលំបាករាល់ថ្ងៃហើយមិនហត់ទេដូចហាត់ប្រាណអញ្ចឹងខ្ញុំសូមតែធ្វើការបន្តសិនហើយកុំឲ្យខុសនឹងការសន្យាជាមួយលោកសេដ្ឋីខ្ញុំមិនចង់ឲ្យពុកខ្ញុំអស់សង្ឃឹមទេមួយខែក្រោយមកដាំបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យខុសនឹងការសន្យាជាមួយលោកសេដ្ឋីពេលនោះលោកសេដ្ឋីបានគិតនឹងរកវិធីណាកុំឲ្យដាំបានសម្រេចនៅការសន្យាទី2ព្រោះមិនចង់លើកកូនស្រីឲ្យដាំទេដោយសារតែឥឡូវដាំជាក្មេងកំព្រានិងគ្មានទ្រព្យសម្បត្តិនោះឡើយហើយតើយើងត្រូវធ្វើយ៉ាងម៉េចឥឡូវក្មេងម្នាក់នោះវាធ្វើបានសម្រេចតាមសន្យាទី1ហើយលោកសេដ្ឋីបើសិនជាមិនចង់ឲ្យវាឆ្លងផុតការសន្យាទី2នោះលោកសេដ្ឋីគួរតែរៀបចំផែនការឲ្យវាយកថូដែលមានតម្លៃទៅលក់ទៅបើសិនជាបាក់ឬបែកថូត្រូវដេញវាចេញពីផ្ទះយើងដឹងហើយឯងទៅរកអ្នកណាដែលមានថ្វីដៃទៅចាត់ការរឿងនេះតែហាមមិនឲ្យសម្លាប់ទេណាទោះជាយ៉ាងណាក៏ដោយឪពុករបស់វាក៏ជាមិត្តភក្តិស្និទ្ធស្នាលនឹងយើងដែរលុះស្អែកឡើងដាំបានរៀបចំខ្លួនដើម្បីចេញដំណើរឆ្ពោះទៅឯនាយផ្សារក្នុងភូមិពេលដាំកំពុងធ្វើដំណើរក៏បានជួបក្រុមរបស់នាយដនដែលកំពុងឈររងចាំដាំបានឃើញកាត់អីហើយបងមកពីណាបានជារបួសពេញខ្លួនចឹងបងណែបងផឹមបងទៅយកថ្នាំអីមកលាបរបួសឲ្យបងដាំផងណាបងផឹមចាអ្នកនាងហើយដាំទៅមានរឿងជាមួយអ្នកណាគេបានជាមានរបួសពេញខ្លួនអើយចាំទីនេះហើយណាចាំបងផឹមទៅយកថ្នាំមកលាបរបួសឲ្យពេលដែលបុប្ផាកំពុងតែលាងរបួសឲ្យដាំហើយពេលនោះលោកសេដ្ឋីបានចេញមកហើយនិយាយទៅកាន់ដាំថាណែដាំឯងពិតជាអាចឆ្លងកាត់នៅការសន្យារបស់ឯងបានមែនខ្លាំងដោយលបងសឿនអញ្ចឹងស្ដាយណាស់ដែលគាត់មិនបានរស់នៅឃើញកូនរៀបការនឹងគ្នាពុកមិនកំពុងធ្វើបែបនេះដែរបងដាំគាត់ជាមនុស្សល្អហើយឧស្សាហ៍ព្យាយាមនឹងការងារណាស់មិននឹកស្មានថាពុកធ្វើបែបនេះសោះពុកគ្រាន់តែចង់ដឹងថាដាំវាឧស្សាហ៍នឹងការងារដូចជាលបងសឿនដែរឬអត់ហើយរឿងមួយទៀតអាសនវាជាអ្នករៀបចំទាំងអស់ហើយចកក្រែងលោកសេដ្ឋីចង់សាក់មិនឲ្យនេដាំធ្វើនៅសន្យាទី2បានសម្រេចឲ្យលោកសេដ្ឋីទើបខ្ញុំរកវិធីជួយលោកសេដ្ឋីទៅចាអ្នកនាងអើយលោកសេដ្ឋីមិនក៏ធ្វើអញ្ចឹងដាក់ដាំអញ្ចឹងឥឡូវអ្នកនាងខឹងហើយអូយចាំផងអ្នកនាងចាំខ្ញុំផងខ្ញុំខឹងលោកពុកណាបងផឹមខ្ញុំខឹងក៏រត់នឹកធ្វើបាបបងដាំទៅកើតខ្ញុំខឹងណាស់ខ្ញុំលែងចង់និយាយជាមួយលោកពុកលែងជួបលោកពុកទៀតហើយខ្ញុំខឹងអើយចាមែនហើយអ្នកនាងលោកសេដ្ឋីធ្វើបែបនេះដូចជាមិនសមសោះគ្រាន់តែចង់សាកចិត្តលេងដល់ថ្នាក់គ្រោះថ្នាក់បែបនេះសោះនេះមែនហើយចុះនេះបងដាំមានជីវិតត្រឡប់មកវិញចុះបើសិនជាបងដាំវាយចាញ់គេមិនអស់ជីវិតទៅហើយទេ
មែនហើយអ្នកនាងឈប់ខឹងទៅលោកសេដ្ឋីក៏គាត់មិនចង់ធ្វើអញ្ចឹងដែរដោយសារតែគាត់ណាស្រឡាញ់អ្នកនាងបានជាគាត់ធ្វើបែបនេះខ្ញុំដឹងថាពុកស្រឡាញ់ខ្ញុំហើយមិនចង់ឲ្យខ្ញុំមានគូខុសដែរតានេះមកពីគាត់ជាអ្នកសន្យាជាមួយពូសឿនហើយសាក់បាប់យកជីវិតរបស់គេមកលេងសើចអញ្ចឹងសមដែរទេគិតមើលទៅបងភឹមចាអ្នកនាងម្ដាយឪពុកឯណាមិនស្រឡាញ់កូននឹងបារម្ភពីសុភមង្គលរបស់កូនហើយណាមួយណាលោកសេដ្ឋីមានកូនស្រីតែម្នាក់អញ្ចឹងគាត់ប្រយ័ត្នអញ្ចឹងក៏ល្អដែរណាមួយណាដាំគេធ្វើបានហើយអញ្ចឹងហើយអ្នកនាងនឹងបានរៀបការជាមួយដាំបានហើយឈប់ខឹងទៅចាបងភឹមឈប់ខឹងហើយណាទោះបីជាខឹងគាត់ក៏គ្មានបានអ្វីមកដែរខ្ញុំឈប់ខឹងហើយបងភឹមចាប់តាំងពីពេលនោះមកលោកសេដ្ឋីក៏បានរៀបការឲ្យដាំនឹងបុប្ផាដែលជាកូនស្រីរបស់ខ្លួនបានផ្សំផ្គុំនឹងត្រូវតាមការសន្យារបស់ខ្លួនដែលបាននិយាយជាមួយនឹងសេដ្ឋីសឿនដែលជាឪពុករបស់ដាំតាំងពីពេលនោះមកពួកគេក៏រស់នៅដោយមានសុភមង្គលសុខសាន្តរហូតទៅ